សូមណែនាំពីរបៀប scan ទូទាត់លើ KHQR code ថ្មីដែលមានរូបិយប័ណ្ណពីរប្រភេទគឺប្រាក់រៀលនិងប្រាក់ដុល្លារក្នុង KHQR code តែមួយដែលមាន logo បាគងនៅចំកណ្ដាល QR នោះតែម្ដងការ scan ទូទាត់លើ KHQR code ថ្មីនេះមិនខុសពីមុនប៉ុន្មានទេយើងត្រូវបើក AC Super App ចុចទៅលើម៉ឺនុយទូទាត់តាម QR បញ្ចូលលេខសម្ងាត់រួចធ្វើការ scan ទៅលើ KHQR code ថ្មីដែលមាន logo បាគងនៅចំកណ្ដាល QR ហើយជ្រើសរើសគណនីកាត់ប្រាក់ចេញត្រង់នេះជាចំណុចសំខាន់គឺយើងអាចបញ្ចូលទឹកប្រាក់ទូទាត់ដោយជ្រើសរើសជាប្រាក់រៀលក៏បានឬប្រាក់ដុល្លារក៏បានបញ្ជាក់ជម្រើសដំបូងនិងបង្ហាញជាប្រាក់រៀលជានិច្ចរួចសូមចុចទូទាត់ឥឡូវយើងនឹងឮសំឡេងដើម្បីបញ្ជាក់ពីការទូទាត់ទឹកប្រាក់ចំនួន400,000រៀលសូមផ្ទៀងផ្ទាត់ហើយធ្វើការចុចបញ្ជាក់ជាការស្រេចពួកយើងទាំងអស់គ្នាអាចចូលរួមលើកស្ទួយប្រាក់រៀលខ្មែរបានតាមរយៈការរើសយកប្រាក់រៀលរាល់ការទូទាត់របស់លោកអ្នកសូមអរគុណ អេស៊ីលីដាប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត